ជួយមើលគ្នាមកចង់តន់បាននេះថាទូកលឿនណាបាទលឿនមែនតើក៏លេខទៅមកផ្លែតដល់ក៏លេខមកផ្លែតដល់ហើយតាកាលណានិយាយអីអូបបន្លាយមិនតិចហ្នឹងគឺតាមមិនតាន់ទូកទេខ្សែទឹកខាងក្រៅហាក់ដូចជាលឿនលយហើយដកទីម្ដងហើយចម្ពូសែនជ័យសុខាមេរិតរបងហើយដល់អភិសន្តិបណ្ឌិតសស្ខានលោកជំទាវដកកំពុងដកហើយបាទដកហើយបាទចាប់គូក្រោយបាទខ្ញុំចាប់គូក្រោយបងគូមុខបាទចាបងគូមុខអូនគូក្រោយឥឡូវហ្នឹងឃើញថាតាមក្មួយវិរៈសែនជ័យហ្នឹងតាមតាន់មិនតាន់មកដល់នឹងទន្ទឹមកងពាន់ទី2នេះនៅតែចាញ់បងដដែលចាសម្រាប់មកក្មួយវិរៈសែនជ័យរបស់គ្រូចៅអធិការវត្តក្មួយតាមមិនតាន់ទេអាចថាតាមមិនតាន់ដោយសារមកដល់ពេលនេះហើយនៅតែចម្ពោះវ៉ាន់សែនជ័យសខាមានរិទ្ធរបងអៃដាមអភិសន្តិបណ្ឌិតសសខានលោកជំទាវដែរអញ្ចឹងសូមចាប់គូក្រោយវិញបាទឥឡូវយើងឃើញហើយទទួលបានជ័យជំនះហើយសម្រាប់ចម្ពោះវ៉ាន់សែនជ័យសខាមានរិទ្ធឥឡូវគូទី148ក្តាមប្រៃបាទក្តាមប្រៃមកហើយអ្នកកំពុងឆ្នាំងអើយបាទកំពុងស្រឡាច់ក្តាមប្រៃជាឈ្មោះល្បីល្បាញណាស់ទូកនេះទទួលបានការឧបត្ថម្ភពីអាយដាមហ៊ីវិរៈនិងអាយដាមអបបាខេតបាទខ្សែទឹកខាងក្នុងដាច់បាត់ហើយទៅលើខេមរាមានជ័យត្បូងឃ្មុំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតឥឡូវនេះក្តាមប្រៃបាទទទួលបានជ័យជំនះចាទូគូទី145សំហេងសែនជ័យបារមីចាំងលើរបស់អាយដាមឥតសំហេងចាកំពុងតែតាមរតនៈសង្គមពងពៀនដែលសែនជ័យរបស់អាយដាមជាសមេធីចាលេខ262នេះគឺជាទូករតនៈសង្គមពងពៀនដែលសែនជ័យខ្សែទឹកក្រៅរបស់អាយដាមជាសមេធីហើយទទួលបានជ័យជំនះហើយបាទឥឡូវឈ្នះហើយឥឡូវយើងបន្តទៅគូទី149បាទ149ខ្សែទឹកខាងក្នុងបារមីពូមាតេជោសែនជ័យបាទកំពុងតែនាំមុខដាច់ហើយបាទទូកនេះមកពីក្រុងអរិយស័ក្តិខេត្តកណ្ដាលទទួលបានការឧបត្ថម្ភពីអាយដាមគង់សុភ័ណ្ឌរដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងលោកជំទាវបាទថេងពុទ្ធធីតាបាទទៅលើវិរៈបរោះធុនជ័យសួស្ដីឧត្តមនីរបស់ចៅអធិការវត្ត5បាទរាជធានីភ្នំពេញបាទឥឡូវនេះយើងឃើញហើយបាទខ្សែទឹកខាងក្នុងឈ្នះដាច់តែម្ដងចាំ150បងប្អូនទូកគូពិសេសខ្សែទឹកខាងក្នុងកំពុងតែល្អហើយលឿនលយគឺធីវេតជះឈ្នះអស់ការលំបាកលេងលំបាកហើយព្រោះលេងលំបាកហើយធីវេតហ្នឹងគឺជាកន្លែងបណ្ដុះបណ្ដាលនៅជំនាញច្រើនណាស់ដើម្បីផ្ដល់ជូនដល់យុវជនជំនាន់ថ្មីចារបស់អាយដាមហេងសួររដ្ឋមន្ត្រីក្រសួងការងារបណ្ដុំបណ្ដាលជីវៈខ្សែទឹកខាងក្នុងចានៅប្រកៀកប្រកាត់គ្នានៅឡើយទេជាមួយថេងសជ័យបារមីសវណ្ណរាជសីរបស់សម្ដេចព្រះឧត្តមមនីជាសំអាងព្រះមេគុណខេត្តកណ្ដាលចាតែយ៉ាងណាយ៉ាងណីដកបន្តិចហើយធីវេតបាទធីវេតជាឈ្នះអស់ការលំបាកចារបស់អាយដាមរដ្ឋមន្ត្រីហេងសួរចាទៅចូលនៅមណ្ឌលបណ្ដុះបណ្ដាលធីវេតហ្នឹងគឺឈ្នះហើយការលំបាកនោះដោយសារមានជំនាញមានលុយមានវិជ្ជាជីវៈច្បាស់លាស់បាទឥឡូវយើងឃើញហើយគឺធីវេតដែលជាឈ្នះអស់ការលំបាកបាទកំពុងតែដកនាំមុខទៅលើថេងសជ័យបារមីសវណ្ណរាជសីរបស់សម្ដេចព្រះឧត្តមនីជាសំអាងព្រះមេគុណខេត្តកណ្ដាលដកឲ្យឈ្នះតែម្ដងបាទចាទូគូទី151បានដល់ទីហើយដោយបាទគូទី151ឥឡូវឆ្លងកំពាន់ទី2ហើយទៅជាដល់ទីធីវេត2ដងចាសាលីដេតចាសាលីដេតបាទទូកខ្សែទឹកខាងក្នុងលេខ140បាទសាលីដេតដែលចូលសែនជ័យសេរីបន្ទាយដែកបាទគឺទទួលបានជ័យជំនះហើយទៅលើផលបូរីសែនជ័យបាទរាជធានីភ្នំពេញចាទូគូទី152សៀសែនជ័យបារមីដែលជារបស់លោកសៀននិងព្រះគ្រូចៅអធិការវត្តសាគរបូរីវត្តបេលីវចាខ្សែទឹកខាងក្នុងខ្សែទឹកខាងក្រៅស្រីសសុកសែនជ័យរបស់អាយដាមវងសីវិសុទ្ធប៉ះគ្នាហើយទូកនេះឯកស្ថានដូចគ្នាប៉ុន្តែអ្វីដែលសំខាន់ហ្នឹងគឺលបឿនទាំងពីរនេះគឺល្បីល្បាញដូចគ្នាសៀសែនជ័យបារមីដែលជាខ្សែទឹកខាងក្នុងកំពុងតែតាមទៅលើស្រីសសុកសែនជ័យថាតាម
ទាន់ឬក៏យ៉ាងណាដោយសារស្រីសសុកសែនជ័យកំពុងតែមានព្រៀបហើយអាចតែមកសកត់ទេ អូមកសកត់មកបាទគឺទូកស្រីសសុកសែនជ័យគឺទូកនេះបាទទទួលបានការឧបត្ថម្ភ